ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយទៀតហើយចានៅខាងមុខនោះគឺជាប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាដែលមានឈ្មោះថាប្រាសាទទ្រមូងចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅខាងក្នុងដើម្បីទស្សនាទស្សនវិជ្ជាចាផ្ទាល់ជាមួយនាងខ្ញុំទាំងអស់គ្នាចាប្រាសាទទ្រមូងនេះដែរគឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យ102ចាក្នុងរាជព្រះបាទជ័យវរ្ម័នទី7ហើយប្រាសាទទ្រមូងនេះដែរកសាងឡើងនៅចុងសតវត្សទី12ចាដែលមានតួប៉មតែមួយទេចាបែរមុខទៅទិសខាងកើតហើយប្រាសាទទ្រមូងនេះដែរគឺកសាងឡើងពីថ្មភក់លាយជាមួយនឹងថ្មបាយក្រៀមចាប្រាសាទទ្រមូងនេះចាកាលពីដើមគឺទទួលរងនៅការបាក់បែកខូចខាតស្ទើរតែទាំងស្រុងតែម្ដងប៉ុន្តែបច្ចុប្បន្ននេះប្រាសាទកំពុងតែទទួលបាននៅការជួសជុលពីខាងអាជ្ញាធរចាដោយបងប្អូនឃើញជាក់ស្ដែងនេះគឺកំពុងតែទទួលបានការជួសជុលហើយប៉ុន្តែមិនទាន់ជួសជុលហើយ100%នៅឡើយទេចានៅពេលដែលប្រាសាទទទួលបានការជួសជុលហើយរួចរាល់100%នាងខ្ញុំនឹងមកផ្តិតចាជូនពុកម៉ែបងប្អូនទស្សនាម្ដងទៀតចាប៉ុន្តែប្រសិនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់មកទស្សនាបងប្អូនអាចអញ្ជើញមកកាន់ប្រាសាទបាយ័នឆ្ពោះមកកាន់ខ្លងទ្វារតាកាវចាជិះមកដល់ឃើញផ្លូវចាកៅស៊ូមួយខ្សែបងប្អូនបត់មកខាងស្ដាំដៃចាចិត្តនឹងស្ពានបងប្អូនសួរបងប្រជាជនដែលគាត់រស់នៅចិត្តស្ពាននោះចាប្រាសាទទ្រមូងគឺនៅនឹងម្ដុំនោះហើយគាត់នឹងប្រាប់ផ្លូវជូនពុកម៉ែបងប្អូនចូលមកទស្សនាទោះបីជាប្រាសាទមិនទាន់ទទួលបាននៅការជួសជុលរួចរាល់100%ចាក៏ប្រាសាទមានសម្រស់ស្រស់ស្អាតមួយបែបគួរជាទីទាក់ទាញដែរចាហើយចំពោះឈ្មោះពិតប្រាកដរបស់ប្រាសាទគឺមិនមានឯកសារឬក៏សិលាចារឹកណាបញ្ជាក់ច្បាស់លាស់ទេឈ្មោះថាទ្រមូងនេះគឺប្រជាជននៅតំបន់នេះគាត់ហៅតគ្នាមកដល់សពថ្ងៃនេះដោយសារតែពីដើមគឺគាត់ឃើញនៅជុំវិញនៃប្រាសាទគឺមានដើមទ្រមូងចាដុះពាសពេញនឹងដីជុំវិញនឹងប្រាសាទតែម្ដងដូច្នេះហើយពួកគាត់ក៏ហៅប្រាសាទនេះថាប្រាសាទទ្រមូងប្រាសាទទ្រមូងរហូតមកដល់បច្ចុប្បន្ននេះចាវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាសូមអរគុណសូមជម្រាបលា